កញ្ញាសុកពិសីនិយាយទាំងអួលដាំកទៅកាន់ទាហានជួមុខម្នាក់ខណៈថ្ងៃកំណើតគ្មានសំបីនំខេតវីដេអូមួយត្រូវបានមហាជនแชร์ចែករំលែកពេញបណ្ដាញសង្គម Facebook បន្ទាប់ពីគណនី Facebook ឈ្មោះសនសុភ័ក្របានបង្ហោះដោយភ្ជាប់ជាមួយ caption យ៉ាងវែងអន្លាយថារីករាយថ្ងៃខួបកំណើតប្អូនប្រុសយុវជនដ៏ក្លាហានប្រចាំទិសភ្នំខ្មោចដែលត្រូវបានមិត្តរួមអាវុធរៀបចំពិធីជូនក្រោមបរិយាកាសដ៏រីករាយចុកដៃចុកជើងរួយកឈឺស្មាជាប់ចង្កេះស្ពឹកសពន់ឆ្លោះក្រិចបើសិនជាបងប្អូនមានបញ្ហាទាំងអស់ហ្នឹងប្រើកាអៀក្តៅរបស់ CC ធម្មជាតិធានាប្រើអត់បានផតដូរលុយវិញឥឡូវនេះប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ 50% លើកមុនបងប្អូនទិញមកប្រអប់តម្លៃ$8ឥឡូវនេះចុះសល់ត្រឹមតែ$4តែប៉ុណ្ណោះកាអៀ CC ធម្មជាតិហ្នឹងល្អហើយអត់ក្តៅខ្លាំងទេហើយបិទទៅកាត់បន្ថយការឈឺចុកចាប់ខ្ញុំឈឺណាស់នេះឈឺអាស្រៈនេះអាកពុនដៃនេះដេកបាននេះចាប់បាទដល់ហើយមកខ្ញុំបិទអស់តែ2ដងគឺ2ស្លឹក2ដងវា4ស្លឹកបាត់ឈឹងទោះបីគ្មាននំខេតគ្មានពន្លឺភ្លឺចាញ់ចាំងនិងទីកន្លែងដ៏លយអស្ចារ្យតែនេះជាសេចក្តីសុខរបស់បងប្អូនកងកម្លាំងយោធាយើងដែលកំពុងឈរជើងការពារទឹកដីយ៉ាងរឹងមាំដើម្បីជាតិនិងប្រជាជនសមរភូមិក្រោយជាង17លាននាក់យុវជនអនុសេនីយ៍ត្រីកំហនមេបញ្ជាការកងអនុសេនីយ៍តូចដឹកជញ្ជូនវរៈសេនាតូចអន្តរាគមលេខ374កងពលតូចអន្តរាគមលេខ7ប្រចាំភ្នំខ្មោចខេត្តព្រះវិហារនៅថ្ងៃទី14ខែវិច្ឆិកាជាខួបកំណើតរបស់គាត់កើន1ឆ្នាំទៀតចូល31ឆ្នាំសូមជូនពរឲ្យបងមានសុខភាពល្អសំណាងល្អនិងជោគជ័យជាមួយមិត្តរួមអាវុធមិត្តរួមសមរភូមិដើម្បីទល់ទល់ពីសត្រូវឈឹងពៀនជាស្ដែងបន្ទាប់ពីទស្សនាវីដេអូខាងលើនោះរួចមកស្របពេលជាមួយគ្នានោះផងដែរតារាចម្រៀងកញ្ញាសុកពិសីแชร์បន្តទាំងអារម្មណ៍ក្តុកដួលអួលដំកដោយភ្ជាប់ជាមួយ caption យ៉ាងខ្លីថា Happy birthday to you hero Happy birthday Happy birthday Happy birthday to you ថ្ងៃសុក្រទី14ខែវិច្ឆិកាឆ្នាំ2025ហើយនេះគ្រប់ណាត់សម្លាញ់ហ៊ុននៅលើទិសភ្នំខ្មោចឥឡូវមានអីទេតាការសួរមានអីមានតែកែស្លំចឹងទៅតែការសួរតែយើងព្រមនំខេតឥឡូវគង់ស៊ូមតែឥឡូវប្រថ្ងៃបានលើកំណងថាកុំឲ្យជិះផុតពីសង្គ្រាមចង់បានសន្តិភាពតែប៉ុណ្្នឹងឯងបាទគឺចង់បានសន្តិភាពហុក